ចាជំរាបសួរមកពីបងប្អូនអរគ្នានេះជាដើមលោខាត់នេះខ្ញុំថតវីដេអូនេះគឺថានៅពេលតាំងពីដើមលោខាត់ចេញផ្ការហូតដល់ទុំបងប្អូនណាចាផ្ការលោខាត់គឺថាក្អូបឈ្ងុយដូចផ្កាមៀនចឹងបងប្អូនហើយក្តាប់លោខាត់គឺថាពណ៌ស្អាតដែរបងប្អូនណាចានេះឃើញទេនេះខ្ញុំចាប់ដើមថតវីដេអូនេះតាំងពីដើមខែ1រហូតដល់ខែ5បងប្អូនណាចាឥឡូវនេះផ្លែលោខាត់របស់នេះខ្ញុំចាប់ដើមទុំជាបណ្ដាបងប្អូនមានពណ៌លឿងខ្ចីលឿងទុំបងប្អូនណាចាថាស្អាតមែនទែនហើយចំណែករសជាតិនេះពេលណាផ្លែនៅរាងខ្ចីគឺថាជូរដូចជាក្តាប់អំពិលយើងចឹងបងប្អូននៅពេលទុំគឺថាមានរសជាតិផ្អែមដែមឡែមចាហើយស្លឹកលោខាត់គឺថាបងប្អូនអាចបេះយកមកធ្វើជាពណ៌ក៏បានដែរបងប្អូនណាគឺថាបងប្អូនបេះស្លឹកយកមកដាក់ដាំប្រហែលជា10ទៅ15នាទីទៅគឺថាស្លឹកនឹងចេញពណ៌ក្រហមឬក៏ពណ៌ផ្កាឈូកបងប្អូនដូច្នេះបងប្អូនអាចយកទឹកនោះមកដាក់នៅក្នុងនំឬក៏មកធ្វើជាបង្អែមគឺថាចេញពណ៌រាងក្រហមឬពណ៌ផ្កាឈូកបងប្អូនណានេះគឺជាឆ្នាំទី1បងប្អូនដែលនាងខ្ញុំបានភ្លក់ផ្លែលោខាត់ដាំដោយខ្លួនឯងបងប្អូនណាចាផ្លែនេះគឺថាធំប៉ុនមេជើងបងប្អូនណាហើយក៏មានផ្លែខ្លះក៏តូចប៉ុនមេដៃដែរបងប្អូនថ្ងៃនេះខ្ញុំមានឱកាសថតជាវីដេអូជូនបងប្អូនទស្សនាបងប្អូនចាឥឡូវថានេះខ្ញុំកំពុងតែភ្លក់ផ្លែលោខាត់នឹងបងប្អូនណាផ្លែនេះខ្ញុំកំពុងតែញ៉ាំហ្នឹងគឺថាអត់ទាន់សូវទុំញយបងប្អូនណាដូច្នេះរសជាតិវិញគឺថាជូរអែមឆ្ងាញ់ចាហើយចំណែកក្របវិញផ្លែខ្លះមានក្រប2ក្រប3ឬក៏ក្រប4ចាទៅតាមផ្លែបងប្អូនហើយផ្លែនេះបងប្អូនអាចញ៉ាំទាំងសម្បកក៏បានបកសម្បកចេញក៏បានដែរណាបងប្អូនណាចាពេលណាយើងញ៉ាំអត់ទាន់សូវទុំចឹងគឺថាសម្បូរទៅដោយវីតាមីន C បងប្អូនពេលផ្លែនេះអត់ទាន់សូវទុំចេះបងប្អូនអាចបេះមកធ្វើជាម្ជូរបានបងប្អូនណាដូច្នេះគឺថាផ្លែនេះអាចជំនួសអំពិលឬក៏ក្រូចឆ្មាដែរបងប្អូនចានាងខ្ញុំបានបេះយកមកស្លថ្ងៃមុនធ្វើជាសម្លម្ជូរឥឡូវគឺថាមានរសជាតិឆ្ងាញ់ណាស់បងប្អូនចាគឺថាជូរជ្រះចាហើយផ្លែនេះទៅពេលទុំគឺថាជាតិស្ករគឺថាអត់សូវមានទេបងប្អូនណាចាដូច្នេះចំពោះអ្នកដែលលើសជាតិស្ករអាចញ៉ាំផ្លែឈើនេះបានបងប្អូនដោយមិនភ័យព្រួយខ្លាចលើសជាតិស្ករច្រើនណាចាបងប្អូននេះគឺជារូបរាងដើមលោខាត់របស់នាងខ្ញុំណាចាគឺថាដើមស្គមឯងបងប្អូនកុំតែផ្លែច្រើនដែរណាចាគ្នាខំផ្លែឆ្នាំទី1ផ្លែច្រើនហើយធំល្អទៀតដោយសារតែនៅសហរដ្ឋអាមេរិកអត់មានដើមម៉ាក់ព្រៃម៉ាក់ប្រាំងបងប្អូនណាដូច្នេះនាងខ្ញុំក៏បានជម្រាបទៅគ្រួសារនាងខ្ញុំថានាងខ្ញុំនឹងហៅដើមនេះដើមម៉ាក់ព្រៃម៉ាក់ប្រាំងនៅសហរដ្ឋអាមេរិកបងប្អូនចាពួកឯងមើលទៅដូចគ្នាណាបងប្អូនដូចជាម៉ាក់ព្រៃម៉ាក់ប្រាំងយើងចឹងពណ៌លឿងចឹងណាចាគ្រាន់តែផ្លែនោះមានរសជាតិខុសពីម៉ាក់ព្រៃម៉ាក់ប្រាំងយើងនឹងបងប្អូនចាបងប្អូនដូច្នេះការបង្ហាញដើមលោខាត់របស់នាងខ្ញុំនៅពេលនេះក៏បានឈានចូលដល់ទីបញ្ចប់ហើយបងប្អូនណាដូច្នេះនាងខ្ញុំសូមលំអរកាយជម្រាបលាបងប្អូនសង្ឃឹមថាជួបបងប្អូនម្ដងទៀតនៅវីដេអូក្រោយទៀតបងប្អូនណា Happy Mother's Day Bye bye